ហើយទ្វារហ្នឹងគឺដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺខ្ញុំទិញ2បាទ2ហ្នឹងគឺយកបិទបើកមួយទេហើយប្រួយហ្នឹងយើងទិញ4បាទប្រួយកញ្ចក់សម្រាប់ដាក់ខាងមុខនៅមួយហើយនឹងប្រួយចំហៀនហ្នឹងដាក់3បាទឥឡូវគឺយើងបាទសួស្តីបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមបាទឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរទៅរកទិញទ្វារហើយនឹងបង្អួចផងដែរគឺយើងទៅរកទិញនៅខាងស្រុកស្ទងបាទឥឡូវគឺយើងកំពុងតែចេញដំណើរទៅហើយបាទហើយយើងជិះតាមផ្លូវជាតិលេខ 6A បាទហើយក្នុងនោះគឺមានប្រពន្ធខ្ញុំរួមទាំងក្មួយរបស់ខ្ញុំហើយនឹងបងថ្លៃបាទបងថ្លៃហ្នឹងគឺគាត់ជាមេជាងបាទហើយឥឡូវគឺខ្ញុំកំពុងតែធ្វើដំណើរតាមរមាក់បាទហើយយើងទៅរកទិញនៅខាងស្រុកស្ទងបាទនៅខាងស្រុកស្ទងបាទព្រោះខ្ញុំជាប់នឹងស្រុកស្ទងអញ្ចឹងក៏មករកទិញនៅខាងស្រុកស្ទងទៅបាទឥឡូវយើងកំពុងតែធ្វើដំណើរមកហើយបាទហើយមកទិញហ្នឹងគឺមានទ្វារ2បាទគឺទ្វារសម្រាប់បិទបើកហ្នឹងគឺយើងទិញ2ប៉ុន្តែទ្វារហ្នឹងគឺយើងយកអាទ្វារដែលបិទបើកនឹងមួយទេបាទគឺយកបានយកបិទបើក2ទេក៏ប៉ុន្តែសម្រាប់ប្រឡោះទ្វារហ្នឹងគឺយើងដាក់2បាទហើយចំណែកឯប្រួយហ្នឹងគឺយើងទិញដល់ទៅ4បាទប្រួយហ្នឹងគឺយើងទិញដល់4គឺមានបង្អួចខាងមុខនឹង1មានចំហៀននឹង3បាទឥឡូវគឺយើងមកដល់ខាងស្រុកស្ទងហើយបាទហ្នឹងគឺផ្លាកហ្នឹងគឺខាងស្រុកស្ទងហើយបាទឥឡូវគឺយើងកំពុងតែធ្វើការចាក់សាំងសិនបាទអញ្ចឹងយើងឈប់ម៉ូតូរមាក់បន្តិចសិនដើម្បីធ្វើការចាក់សាំងមកពេញបាទឥឡូវបន្ទាប់ពីយើងធ្វើការចាក់សាំងមកពេញហើយគឺយើងនឹងត្រៀមដំណើរទៅទៀតបាទឥឡូវគឺយើងចាក់ហើយបាទយើងចាក់សាំងហើយបាទឥឡូវគឺយើងធ្វើដំណើរតទៅទៀតហើយបាទហ្នឹងគឺយើងចូលមកដល់ក្នុងផ្សារស្ទងហើយបាទគឺយើងចូលដល់ផ្សារស្ទងហើយអញ្ចឹងយើងកាច់ចូលផ្សារស្ទងបាទបើសិនថាយើងមកពីខាងភូមិខ្ញុំអញ្ចឹងយើងកាច់មកខាងស្ដាំដៃបាទឥឡូវគឺមកដល់ផ្សារស្ទងបាទហ្នឹងគឺវត្តព្រះនាងបាទខ្លងទ្វារមិញគឺខ្លងទ្វារវត្តព្រះនាងបាទវត្តព្រះនាងនៅខាងស្រុកស្ទងបាទឥឡូវគឺយើងកាច់ទៅរកកន្លែងដែលលក់នៅទ្វារលក់នៅបង្អួចហើយបាទឥឡូវគឺយើងកាច់ចូលមកដល់ផ្សារបាទហ្នឹងគឺផ្សារស្ទងហើយបងប្អូនបាទឥឡូវគឺយើងបានមកដល់ហើយបាទហ្នឹងគឺបងថ្លៃរបស់ខ្ញុំហើយក៏ជាមេជាងផងដែរបាទចាំថាបងប្អូនចង់ធ្វើការផ្ទះចង់ធ្វើផ្ទះធ្វើអីយ៉ាងណាគឺបងប្អូនអាចធ្វើការកម្មង់គាត់បានឬក៏តាក់ទងទៅគាត់ទៅបាទហ្នឹងគឺទ្វារហើយនឹងបង្អួចដែលខ្ញុំត្រូវការជ្រើសរើសបាទហ្នឹងគឺទ្វារហើយនឹងបង្អួចបាទទ្វារបង្អួចហ្នឹងគឺមិនច្រើនមែនតើតាក់ទងទៅនឹងការជ្រើសរើសគឺយើងអាចជ្រើសរើសបានបាទឥឡូវគឺយើងដាក់លើលំអហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូវគ្គក្រោយបន្តទៀតបាទគឺខ្ញុំបានកាត់វីដេអូហ្នឹងសម្រាប់នៅវគ្គក្រោយទៀតបាទអញ្ចឹងវីដេអូហ្នឹងគឺយើងមានតែប៉ុណ្្នឹងនោះទេបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតផងដែរដែលយើងទិញទ្វារទិញប្រួយហើយបាទអរគុណច្រើនសម្រាប់ការចូលទស្សនារបស់អ្នកទាំងអស់គ្នាផងដែរបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ